เอกสารกรมชุมนุมแปรผมปีเป็นไตรในดอกกัมพูชีโยมออกព្រះពុទ្ធសាសនាចូលមកប្រទេសកម្ពុជាតាំងពីសតវត្សទី3ពុទ្ធសករាជ234មុនគ្រិស្តសករាជ309ឆ្នាំមុនព្រោះដែនដីកម្ពុជានេះតាំងនៅក្នុងមណ្ឌលសុវណ្ណភូមិខាងប៉ុបទិសឬអាស៊ីភាគអាគ្នេយ៍ខ្ញុំបាទក៏សូមលើករំលងនៅបាទត្រង់នេះពេកពុទ្ធសករាជ1839ពុទ្ធសាសនាថេរវាទរីកចម្រើនខ្លាំងយកវត្តត្រៀមធ្វើជាទីតាំងនៃវត្តព្រះពុទ្ធសាសនាជើបរហូតមកបាត់ដោយពាក្យថាអង្គគឺក្រាំងតាំងរលៀងនឹងបាសម័យនោះជាសម័យរាជព្រះបាទសិនទ្រិវិរ្ម័នហើយក៏ជាកាលវេលាមួយដែលខ្មែរប្រើភាសាបាលីនិងភាសាសំស្ក្រឹតចាជាសិលាចារៈបាទពុទ្ធសករាជ1975គ្រិស្តសករាជ1431ចាចូលអង្គនេះខ្ញុំបាទសូមបញ្ជាក់ថានាមជាភាសាគឺពាក្យបុរាណពីដៃទួលធំប៉ុន្តែទៀតពេលលោកអ្នកនៅចិត្តមិត្តបឹងធំជ្រៅនឹងមិត្តទលេឯដើមបាទមកនៅទួលបាសានស្រីសឈោពាក្យខ្លាចជាសម្ដែងគេហៅថាស្រីសន្ធោកំពង់ចាមខេត្តនេះណាបាទនឹងមកនៅចតុមុខសប្តាហ៍ថ្ងៃគេហៅថាចតុមុខវិញបាទពុទ្ធសករាជ2494បានមកនៅព្រះសាររីរិធាតុរបស់ព្រះពុទ្ធមកតម្កល់ទុកនៅភ្នំពុទ្ធដងបាទព្រះសារីបុត្រនិងព្រះមហាមោគលានមកតម្កល់ទុកក្នុងព្រះចិត្តដៃធំនៅវត្តបទុមវតីសម័យនោះហើយដែលដូនតាយើងលោកបានបញ្ចូលសាសនៈពិធីបុណ្យសាសនាក្នុងសង្គមកម្ពុជាសម្រាប់គោរពបូជាទីនេះមិនមែនប្រទេសនោះទេគឺគោរពរំលឹកបាទមានបុណ្យប្រជុំបិណ្ឌជាដើមនេះប្រពៃណីកម្ពុជានិងបុណ្យកឋិននេះគឺព្រះពុទ្ធបាទស្រង់ព្រះបំពុះនេះឬក៏មង្គលការជាដើមប្រាប់នោះក៏មានបុណ្យបច្ច័យ4បុណ្យសង្ឃទាននេះជាដើមបាទ